We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័សសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាហើយនេះគឺបងភេកដីដាលីនដែលគាត់ត្រៀមប្រកួតនៅក្នុងថ្ងៃស្អែកផងដែរពុកម៉ែបងប្អូនប្រិយមិត្តហើយថ្ងៃនេះខ្ញុំបានមកសុភ័ក្រគាត់ថាចំណាប់របស់គាត់នឹងមិនដែរពុកម៉ែបងប្អូនប្រិយមិត្តបាទសួស្ដីបងបាទហើយបងគឺឈ្មោះត្រូវប្រកួតស្អែកទេបងបាទហើយការប្រកួតថ្ងៃស្អែកហ្នឹងគឺបងបានត្រៀមអីខ្លះដែរបងសម្រាប់ការប្រកួតការប្រកួតស្អែកហ្នឹងត្រៀមច្រើនត្រៀមស្តុកខ្លួនឯងហើយនឹងត្រៀមអាវុធចេញបាទហើយសង្ឃឹមថានឹងប្រកួតយកទទួលជ័យជំនះប្រហែល%បងខ្ញុំ80%បាទ80%បងហើយការពីប្រកួតមុនគឺបងឈ្នះមែនទេបងការប្រកួតសប្តាហ៍មុនណាឈ្នះបន្ទុកឬឈ្នះសន្លប់បងឈ្នះសន្លប់បងអូហើយបងគិតថានឹងប្រើក្បាច់អីដើម្បីផ្ដួលដៃគូរបស់យើងនៅក្នុងការប្រកួតថ្ងៃស្អែកនេះនៅសង្វៀន JF Boxing ទីក្រុងផាលីយ៉ាប្រទេសថៃបងនិយាយដឹងប្រើក្បាច់អត់ប៉ុណ្ណឹងទេបងខ្លាចបាទដៃគូគេនេះដែលថាបាច់នឹងផ្ដួលគេបានមានតែប្រើកែងបាទប្រើកែងហើយបងផ្ដល់ចំណាយអារម្មណ៍ដល់ម្ចាស់ sponsor ផងដែរបងសូមអរគុណដល់ម្ចាស់ sponsor ពេកទៀវដែលបានជួយខ្ញុំបានមកជាលើកទី2សូមអរចាស់ sponsor មានសុខភាពល្អតេជនមានកាន់តែច្រើនបាទថ្ងៃពុកម៉ែបងប្អូនប្រិយមិត្តនេះគឺជាចំណាប់អារម្មណ៍របស់កីឡាករបងភេកដីដាលីនផងដែរពុកម៉ែបងប្អូនហើយសូមពុកម៉ែបងប្អូនចូលរួមគ្រប់គ្រងនៅវិស័យគុនខ្មែររបស់យើងឲ្យបានទាំងអស់គ្នាផងពុកម៉ែបងប្អូនហើយក៏សូមអរគុណដល់ម្ចាស់ sponsor ដែលបានឧបត្ថម្ភកីឡាបដាល់គុនខ្មែររបស់យើងគឺក្រុមហ៊ុន We Active ដែលអ្នកម្ចាស់គឺអ្នកអុកញ៉ាវឌ្ឍនៈផងដែរហើយសូមជូនពរឲ្យបងទទួលជ័យជំនះក្នុងការប្រកួតថ្ងៃស្អែកបាទសូមអរគុណបងសួស្ដីបងឈ្មោះអីដែរបងតើបងប្រកួតថ្ងៃស្អែកនេះតើបងសង្ឃឹមប្រមាណ%ដែរដើម្បីយកជ័យជំនះឲ្យតន់ខានតែបានអញ្ចឹងបង90% កាលពីប្រកួតមុនបងចាញ់ឬឈ្នះបងពីប្រកួតមុនខ្ញុំចាញ់ទៅកីឡាករថៃដោយប្រើក្បាច់អីដែរបងនិយាយទៅចាញ់បន្ទុកគេប្រកួតហើយក្នុងសប្តាហ៍នេះតើបងអាចធ្វើឲ្យពុកម៉ែបងប្អូនអ្នកគ្រប់គ្រងវិស័យគុនខ្មែររបស់យើងត្រឡប់មកគ្រប់គ្រងបងម្ដងទៀតទេបងនិយាយមកសារនេះគឺប្រាជ្ញាចិត្តនឹងខិតខំប្រឹងប្រែងឲ្យអត់មានសមត្ថភាពណាបងហើយនឹងសង្ឃឹមថាយកជ័យជំនះ 100% តែម្ដងនោះបងហើយការវឹកហាត់គឺបងត្រៀមយ៉ាងម៉េចដែរបងសម្រាប់ការវឹកហាត់គ្រប់គ្រាន់ហើយបងសម្រាប់ការប្រកួតមួយនេះបាទហើយគិតថានឹងបងនឹងប្រើក្បាច់អីដែរសម្រាប់ដួលកីឡាករដៃគូរបស់យើងប្រកួតណាបងខ្ញុំមើលជាក់ស្ដែងតែជាអាវុធមានកែងបាទផ្ដួលគេសង្ឃឹមថានឹងប្រើអាវុធកែងដ៏មុតស្រួចរបស់គុនខ្មែររបស់យើងដើម្បីការផ្សព្វផ្សាយគុនខ្មែររបស់យើងឲ្យល្បីផងដែរពុកម៉ែបងប្អូនហើយសូមបងចំណាប់អារម្មណ៍ដល់ម្ចាស់ sponsor បន្តិចមកបងចង់ក្រោយអរគុណដល់ក្រុមហ៊ុន វាទៀវដែលបានយកខ្ញុំមកធ្វើនៅប្រទេសថៃបាទពុកម៉ែបងប្អូនប្រិមិត្តនេះគឺជាចំណាប់អារម្មណ៍របស់កីឡាករគុនខ្មែររបស់យើងដែលត្រៀមនឹងប្រកួតនៅថ្ងៃស្អែកគឺបងរិទ្ធរតនៈពុកម៉ែបងប្អូនហើយសូមពុកម៉ែបងប្អូនចូលរួមគាំទ្រទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យគុនខ្មែររបស់យើងឲ្យល្បីផងដែរពុកម៉ែបងប្អូន